hộ khơiខ្លួនឯងតិចតិចទេមនុស្សយើងសំខាន់hộឃើញខ្លួនឯងទេដល់ណាដូចបងទីគេចឹងមិនដឹងថាខ្លួនឯងធ្លាក់ខ្លួនខ្លាចជាមនុស្សបាយក៏វើទៅពេលណាទេបងប្អូនហើយឥឡូវនេះគឺធ្លាក់ខ្លួនខ្លាំងមែនទែនគឺទិញគ្រឿងក្រៅតម្លើងក្រៅបងម៉ូតូបាទកុំឲ្យគេថាយើងមានភីជីវិតដែរយើងអត់លេងអញ្ចឹងណាសម្រាប់tôiខ្ញុំទិញខ្ញុំកំងគ្រឿងក្រៅហ្នឹងគឺតាមអនឡាញបាទមានជាមួយស្បែកកែបជាមួយតពក់លេខហើយកាងម៉ាស៊ីនខ្នាតតូចជាមួយនឹងកាងហ្វ្រាំងបាទហើយខ្ញុំថាកំងរៀនកដាលដែរតែនៅក្នុងនោះវាអស់ស្តុកអញ្ចឹងទៅខ្ញុំមិនបានកំងហើយខ្ញុំកំងហ្នឹងខ្ញុំយកមកឲ្យនៅកន្លែងដែលគេទៅលើម៉ូតូហ្នឹងគឺយកមកដាក់តែម្ដងបាទនេះបាទអញ្ចឹងគាត់ដាក់ជាមួយនឹងកាងម៉ាស៊ីនសិនហើយនេះគឺជាកែបស៊ីតរបស់វាពណ៌កាហ្វេអញ្ចឹងវាស្រស់មួយយ៉ាងដែរគាត់ថាខ្ញុំចូលចិត្តលេងទៅខ្ញុំដូរមិនដូរទេខ្ញុំគប់ពីលើបាទហើយដោយសារអត់មានរៀនកដាលអញ្ចឹងទៅខ្ញុំមកកំងនឹងក្រៅមួយទៀតបាទអត់ដឹងថាខាងក្រៅមានលក់អញ្ចឹងទៅខ្ញុំដាក់រៀនកដាលមួយទៀតហើយនឹងគប់ជាមួយនឹងស្បែកបាទគិតជាមួយនឹងស្បែកកែបហ្នឹងហើយវាពណ៌ខ្មៅដោយសារខ្ញុំចូលចិត្តអញ្ចឹងនេះបាទនេះគប់រួចហើយអាហ្នឹងបន្ទាប់ពីខ្ញុំជាបានមកទៀតខ្ញុំក៏ធ្វើការដូរជាមួយនឹងប្រេងម៉ាស៊ីនផងដែរសារតែធម្មតាយើងទិញថ្មីគឺត្រូវការដូរអាចជិះបាន2ទៅ300គីឡូគេឲ្យដូរអញ្ចឹងដាក់ជាមួយនឹងប្រេងថ្មីហើយនេះជាប្រេងដែលខ្ញុំបានប្រើខ្ញុំសួរអ្នកលក់ចឹងទៅគឺថាប្រេងហ្នឹងគាត់ប្រើផ្ទាល់ដែរដោយសារគាត់ប្រើ PG1 អញ្ចឹងទៅខ្ញុំក៏បានដាក់ជាមួយនឹងប្រេងហ្នឹងប្រេងក្រហមខ្ញុំមិនសូវដឹងដែរអញ្ចឹងខ្ញុំបានដាក់វារួចហើយអូខេអ្នកទាំងអស់គ្នាឥឡូវយើងមកមើលជាមួយនឹងរូបរាងដែលយើងបានលេងសម្រាប់តង់ទី1បាទអានេះទៅតាមចំណូលចិត្តរបស់ខ្ញុំដោយសារខ្ញុំចូលចិត្តបែប classic មើលទៅ clean ហើយមើលទៅវាបែបលក្ខណៈសាមញ្ញហើយវាអត់ចេះសាំភ្នែកបាទអានេះបាទខ្ញុំដាក់កែបហើយតែពិតខ្ញុំឆ្លាញ់កែបស៊ីនវាដែរព្រោះសារកែបរបស់វាគឺពណ៌កាហ្វេវាស្រស់មួយយ៉ាងដែរជាមួយនឹងពណ៌ខ្មៅតែលេងដាក់ប៉ុណ្ណឹងសិនចុះហើយគឺមានគ្រឿងលេងច្រើនទៀតបាទសម្រាប់ម៉ូតូប្រភេទហ្នឹងអាស្រ័យទៅលើអ្នកឆ្លាញ់ទាំងចូលចិត្តហើយវាមានពាក្យមួយនឹងកាងម៉ាស៊ីនខ្នាតធំជាមួយនឹងធុងខាងក្រោយមានស៊ីម៉ាំងអីចឹងទៅឥឡូវនេះសម្រាប់ខ្ញុំឆ្លាញ់ប៉ុណ្ណឹងដាក់ប៉ុណ្ណឹងសិនបើយើងថាមានកម្រងយើងនឹងបន្ថែមសម្រាប់តង់ទី2បន្ថែមទៀតបាទគឺប៉ុណ្ណឹងក៏អស់ក្រែលដែរបាទសម្រាប់តង់ទី1នេះអស់ទាំងខ្និតដែរមិនដឹងថាបាយខូវទៅពេលណាទេបាទយើងទៅសាយយើងឆ្លាញ់ទៅទេបាទអរគុណច្រើនសម្រាប់ទស្សនាវីដេអូនេះបាទ